ចាជាបឋមនាងខ្ញុំសូមគោរពដល់ឯកឧត្តមលោកជំទាវបណ្ឌិតព្រឹទ្ធាចារ្យទាំងអស់និងគណៈកម្មការទាំងអស់ដែលមានវត្តមាននៅខាងមុខជាទីគោរពផងដែរចានិងសូមគោរពលោកគ្រូអ្នកគ្រូក៏ដូចជាបេក្ខជនទាំងអស់ដែលមកទូទាំង25ខេត្តក្រុងដែលមានវត្តមាននៅទីនេះជាទីមេត្រីចានាងខ្ញុំឈ្មោះសុយរក្សាគឺជាប្រជាពលរដ្ឋមួយរូបដែលមកពីស្រុកក្រកោខេត្តពោធិ៍សាត់ថ្ងៃនេះដែរនាងខ្ញុំយកបទពាក្យ7ក្រាមប្រធានបទគ្រូបង្រៀនជាតួអង្គសំខាន់នៃបដិវត្តកម្មបញ្ញាសិប្បនិម្មិតដែលនិពន្ធដោយលោកគ្រូឈិតរាវុនសូត្របែបកុមារបាចាអរគុណរីករាយស្ដាប់ដោយតទៅខ្ញុំសូមថ្លាថ្លែងចែងចរចាចាប់ដងបាកាំងចាងអង្គសរៀបរាប់តឹងចិនដល់ស្មងសជាមនុស្សកំរងក្នុងសង្គមគ្រូបងរៀនខិតខំប្រឹងប្រែងដើរតួសំដែងយ៉ាងសំរុំកសាងបណ្ដុះមនុស្សចិត្តជុំពូតប្រមល់ផ្ដំចំណេះសាយគ្រូមិនផ្លាច់ទេបច្ចេកវិទ្យាប្រើប្រាស់ជាគ្នាគ្រាន់បានស្រាយគឺICT និង AI បានជួយដោះស្រាយចាយពេលខ្លីគ្រូបងរៀនគឺជាពន្លឺជាអ្នកបំភ្លឺចន្ទប្រុងស្រីបញ្ញាសិប្បនិម្មិតថ្មីជំនួយស្មារតីពេលបងរៀនគ្រូជាអ្នកកាន់ដងនាវីនាំសិស្សគ្រប់គ្នាក្រឲ្យមាន
ចំណេះជ្រៅជ្រាំងព្រោះតែរៀនសម្បូរធនធានដោយចំណេះចាសូមអរគុណច្រឡំយកមីក្រូទៅ